大家同学们好，សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងបន្តមេរៀនយើងទៀតថ្ងៃមុនគឺឡាស៊ឺបរិញ្ញាអ្នកទាំងអស់គ្នាទាក់ទងនឹងជញ្ជនៈហើយនឹងស្រៈហើយស្រៈហ្នឹងក៏យើងបានរៀនចប់ដែរអញ្ចឹងថ្ងៃនេះយើងចូលដល់ចំណាំហើយនឹងសំឡេងអញ្ចឹងយើងចប់អស់ហើយថ្ងៃមុនគឺយើងចប់ប៉ុណ្នេះពីជញ្ជនៈនិងស្រៈនេះគឺដល់នេះគឺចប់អស់ហើយចឹងអ្នកទាំងគ្នាដែលបានមើលវីដេអូគឺអូសទៅមើលវីដេអូខាងក្រោមទៅចឹងនឹងឃើញមេរៀនហ្នឹងឯណាអូខេចឹងកុំឲ្យខាត់ពេលឡើយយកបន្តមេរៀនយើងតទៀតគឺតើតើនឹងចំណាំហើយនឹងសំឡេងចឹងអូខេចឹងបន្ទាប់ពីយើងរៀនស្រៈនឹងព្យញ្ជនៈចប់អស់ហើយអ្នកទាំងគ្នាត្រូវចំណាំមួយទៀតឥឡូវឡើយបរិយាយធំបន្តិចណាបាទបរិយាយធំបន្តិចដើម្បីអ្នកទាំងស្រួលមើលនេះបន្ទាប់ពីយើងរៀនស្រៈនឹងព្យញ្ជនៈចប់អស់ហើយគឺយើងត្រូវមានចំណាំណាចំណាំភាសាចិនយើងអានថាពៀនថាវហ្នឹងគឺចំណាំអញ្ចឹងចំពោះព្យញ្ជនៈនេះយើងអានថាជឺឈឺឈឺយឺជឺឈឺស៊ឺមានន័យថាព្យញ្ជនៈនេះខាងនេះណាសំឡេងខ្យល់ធំនិងសំឡេងខាំធ្មេញពេលយើងអានខាំធ្មេញចាប់គ្នាចឹងចំពោះព្យញ្ជនៈស្រៈដែលមានសំឡេងហ្នឹងណាមានជឺឈឺឈឺយឺជឺឈឺស៊ឺកាលណាប្រើប្រាស់ជាមួយនឹងស្រៈអក្សរ I យើងអានថាម៉េចអក្សរ I យើងអានថា E ស្រៈ E ចឹងកាលណាព្យញ្ជនៈទាំង7តួហ្នឹងគឺប្រើប្រាស់ជាមួយនឹងស្រៈ E ហ្នឹងគឺយើងអានសំឡេងព្យញ្ជនៈដដែលយើងអត់ប្រកបទេចឹងណាយើងអត់ប្រកបជាមួយគ្នាទេប៉ុន្តែយើងអានជាសំឡេងព្យញ្ជនៈដដែលឧទាហរណ៍កន្លែងនេះយើងប្រកបឬក៏អានព្យញ្ជនៈដដែលអានព្យញ្ជនៈដដែលណាឧទាហរណ៍ជឺឈឺស៊ឺយឺជឺឈឺស៊ឺយើងអត់ប្រកបទេណាបើយើងប្រកបជឺអ៊ីជីឈឺអ៊ីឈីស៊ឺអ៊ីស៊ីខុសហើយណាអត់ត្រូវទេយើងអត់ប្រកបទេអញ្ចឹងចំណាំព្យញ្ជនៈហ្នឹងប្រើប្រាស់ជាមួយនឹងស្រៈ I អក្សរ E ហ្នឹងគឺស្រៈ E ហ្នឹងគឺយើងអានព្យញ្ជនៈដដែលសំឡេងព្យញ្ជនៈដដែលគឺព្យញ្ជនៈដែលមានសំឡេងពួកណាមានជឺឈឺស៊ឺយឺជឺឈឺស៊ឺឃើញទេនេះបាទមួយទៀតចំពោះព្យញ្ជនៈដែលមានសំឡេង E ណាមាន G C C មាន3តួ G C C ថែមមួយតួទៀតគឺ E ណានេះស្រៈ E មួយទៀតព្យញ្ជនៈដែលមានសំឡេងពួក E ហ្នឹងណាឃើញសំឡេង E ដូចគ្នា G C C Eកាលណាប្រើប្រាស់ជាមួយនឹងស្រៈអក្សរ U ចុច2ពីលើយើងអានថាម៉េចយើងអានថា E ដែរប៉ុន្តែយើងអានមាត់មូលណា U អញ្ចឹងកាលណាប្រើប្រាស់ជាមួយស្រៈ U មាត់មូលព្យញ្ជនៈហ្នឹងគឺគេត្រូវលុបស្រៈហ្នឹងគេត្រូវលុបចេញណាស្រៈ U ចុច2ហ្នឹងគេលុបសញ្ញាចុច2ពីលើចេញតែសំឡេងស្រៈ U ហ្នឹងនៅដដែលអត់មានដូរទេឧទាហរណ៍នៅពេលដែលគេទៅសេបែបនេះនេះគេទៅសេបែបនេះអ្នកទាំងអស់គ្នាធ្វើឲ្យអ្នកទាំងអស់គ្នាច្រឡំថាអក្សរ U នេះទៅជាស្រៈ U នេះស្រៈ U នេះឃើញទេនេះធ្វើយើងច្រឡំថាវាជាស្រៈ U ក៏ប៉ិតស្រៈហ្នឹងគឺស្រៈ U មាត់មូលណាស្រៈ U មាត់មូលមានន័យថាគេលុបស្រៈ E ចុច2ពីលើចេញអញ្ចឹងណាមាន4ស្រៈមាន4ព្យញ្ជនៈហ្នឹងដែលប្រើប្រាស់ជាមួយស្រៈហ្នឹងអញ្ចឹងណាអញ្ចឹងកាលណាប្រើប្រាស់ជាមួយស្រៈ G C C ព្យញ្ជនៈ G C C E ហ្នឹងគឺប្រើ G C C E ហ្នឹងបូកជាមួយនឹងស្រៈ U មាត់មូលយើងលុបសញ្ញាចុច2ចេញប៉ុន្តែលើកលែងព្យញ្ជនៈ2ណាមានព្យញ្ជនៈលើនេះលើហើយនឹងណឺនេះគឺគេអត់លុបទេគេដាក់មកសំឡេងវានៅដដែលអ្នកនរគ្នាចំណាំទៅចំពោះលើណឺគឺចុច2នៅដដែលតែបើចំពោះ G C C E គឺសំឡេងរបស់វាគឺលុបសញ្ញាចុច2ពីលើចេញមួយទៀតវាអត់ដូរសំឡេងទេគឺកុំច្រឡំវាជាស្រៈ U នេះស្រៈ E ណាអក្សរ U នោះស្រៈ E ថាណាបាទមួយទៀតយើងចំណាំមួយទៀតចំពោះ y បូក e ក្រោយ I ជាស្រៈត្រូវលុប e ចេញក្រោយព្យញ្ជនៈក្រោយលុប e ចេញព្យញ្ជនៈឬស្រៈ e មួយមិនលុបទេអាហ្នឹងតើតើនៅកន្លែងនេះកាលណាប្រើប្រាស់ព្យញ្ជនៈ y នេះយើងអានថា e ហើយអក្សរ I នេះក៏អានថា e ដែរដោយសារតែវាអានសំឡេង e ដូចគ្នាអញ្ចឹងហើយនេះនៅពេលដែលវាបូកជាមួយនឹងy បូកជាមួយនឹងស្រៈយាននេះបូកយាននេះអញ្ចឹងគេអត់សរសេរជាមួយអត់សរសេរ y I a n ទេគេសរសេរតែ y a n ទេមូលហេតុដោយសារព្យញ្ជនៈ y យើងអានថា e អក្សរ I នេះក៏អានថា e ដែរអញ្ចឹងហើយគេកន្លែងហ្នឹងគេអានថាយាន
án dương đôi khi thầm bản còn tại cái tờ c y a n ở đại ai mới tiệt tế đôi khi nàyដោយសារតែខាងក្រោយ y នឹងជាស្រៈឃើញអត់ជាស្រៈឃើញឲ្យតែជាស្រៈគឺអត់លុបទេដូចនេះ year អាកន្លែងនេះអានថា year year ហ្នឹងចឹងនៅពេលដែលលុប i ចេញក៏នៅតែអានតែ year ដដែលនេះយើងទៅសេបែបនេះ year ណាមួយទៀត in ចំពោះនេះ in យើងអត់អាចលុបអាស្រៈ i បានទេបើសិនបើយើងលុបទៅវាអត់មានជួញជំនះអត់មានតួប្រកបដូច្នោះហើយកន្លែងហ្នឹងគេទៅសេដដែលy i n in ដដែលដោយសារតែខាងក្រោយ i នេះខាងក្រោយ e នេះគឺជាជួញជំនះនៅអញ្ចឹងគេអត់លុបទេអានេះក៏ដូចគ្នា y តែឯងនេះគឺក៏អត់លុបដែរទៅសេមកវិញដដែលបាទមួយទៀតចំពោះw យើងអានថា u ហើយអក្សរ u នឹងយើងអានថា u កាលណាប្រើប្រាស់ជាមួយគ្នាដូចគ្នាដែរករណីហ្នឹងគឺដូចគ្នានឹងខាងលើនេះដែរគឺបើសិនបើខាងក្រោយ u ហ្នឹងជាស្រៈយើងត្រូវលុបអក្សរ u ត្រូវលុប u ជើញចំណេះឬស្រៈ u តែមួយគឺមិនលុបទេឧទាហរណ៍នេះយើងមើល u អាននេះ u បូកជាមួយនឹងអាន u អាន one ចឹងកាលណាស្រៈ u បូកជាមួយស្រៈ u ព្យញ្ជនៈ u បូកជាមួយស្រៈ u ដូចគ្នាអញ្ចឹងសំឡេង u ដូចគ្នាអញ្ចឹងគេលុបអក្សរចោលមួយគឺអក្សរ u ចោលមួយគេទៅសេបែបនេះប៉ុន្តែអានដដែលយើងអានថា one ដដែលដូចគ្នាវ័យ u អីវ័យឃើញទេគឺលុបអក្សរ u នេះចោលប៉ុន្តែការអានវ័យដដែលអូខេហើយមួយទៀតu បូក u នេះ u បូក u នៅតែ u ដដែលទេចឹងដោយសារតែខាងក្រៅ u នេះវាខាងក្រៅវាអត់មានអីទាំងអស់ឬក៏វានៅតែឯងចឹងហើយយើងបើយើងលុបចេញអត់មានតួប្រកបទេហើយដូច្នេះហើយគេអត់លុបទេចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចយកមើលមួយសារទៀតបានអត់ឆ្ងល់អាច comment សួរនៅខាងក្រោមបាទអត់ឆ្ងល់មានចម្ងល់អាចសួរនៅខាងក្រោមបានណាខាងក្រោម comment វីដេអូរបស់ខ្ញុំបានចឹងឥឡូវខ្ញុំចូលដល់មួយទៀតតទៅនឹងសំឡេងយើងអានថាសឹងថាហ្វូហៅសឹងថាហ្វូហៅនោះប្រែថាសំឡេងឬក៏ស័ព្ទសញ្ញាតទៅនឹងស័ព្ទសញ្ញាហ្នឹងគឺតទៅនេះសំឡេងដែលយើងដាក់អក្សរដាក់លើអក្សរឡាតាំងរបស់យើងហ្នឹងគឺនេះមាននេះគេសំឡេងនេះសំឡេងឃើញអត់មានសញ្ញានៅពីលើហ្នឹងអញ្ចឹងអាសញ្ញាត្រេស្មើនេះយើងឲ្យឈ្មោះថាសំឡេងទី1យើងអានបង្អស់ស្មើឧទាហរណ៍បើអាប៉ាសំឡេងទី1ប៉ាមើអាម៉ាសំឡេងទី1ម៉ាយើងបង្អស់ស្មើប៉ាម៉ាប៉ាម៉ាមួយទៀតសំឡេងទី2នេះឡើងលើសំឡេងទី2នេះសំឡេងបង្អស់ឡើងលើអញ្ចឹងសំឡេងហ្នឹងឲ្យឈ្មោះថាសំឡេងទី2ការអានរបស់យើងគឺអានបង្អស់ឡើងលើឧទាហរណ៍ប៉ាម៉ាប៉ាម៉ាប៉ាម៉ាបាទឯសញ្ញាដូចសញ្ញាគ្រីសនេះគេឲ្យឈ្មោះថាសំឡេងទី3នេះសញ្ញានេះសំឡេងទី3ការអានរបស់យើងគឺអានទម្លាក់ចុះហើយឡើងវិញអានចុះហើយឡើងវិញឧទាហរណ៍ប៉ាម៉ាប៉ាម៉ាមានន័យថាពេលយើងអានយើងទាញកតុយហាក់ហ្នឹងឡើងលើបន្តិចណាដើម្បីឲ្យคล้ายឲ្យសំឡេងនោះវាអូសចុះហើយឡើងវិញណាប៉ាម៉ាមួយទៀតសំឡេងទី4សញ្ញាទម្លាក់ចុះប្រឆិតអញ្ចឹងណាអញ្ចឹងសញ្ញាហ្នឹងគឺអានទម្លាក់ចុះសញ្ញាហ្នឹងគឺដូចបតកខ្មែរយើងណាបាទសញ្ញាទីសំឡេងទី4ហ្នឹងឧទាហរណ៍ប៉ាម៉ាអានរៀងកញ្ឆក់ឲ្យខ្លាំងឬក៏អានដូចលក្ខណៈសឡុតដូចខឹងណាគេអញ្ចឹងណាប៉ាម៉ាបាទហ្នឹងសំឡេងទី4ជាទូទៅអ្នកទាំងអស់គ្នារៀននៅសាលាខាងក្រៅអ្នកទាំងអស់គ្នារៀនតែ4សំឡេងនេះទេឬក៏ឡាវស៊ឺជាទូទៅឡាវស៊ឺគាត់បរៀនអ្នកទាំងអស់គ្នាតែ4ទេប៉ុន្តែជាក់ស្ដែងនៅពេលដែលអ្នកទាំងអស់គ្នាប្រើប្រាស់វាមានដល់ទៅ5សំឡេងបាទសំឡេងនោះគឺសំឡេងមួយណានេះសំឡេងមួយនេះសញ្ញាចុចបន្តិចណាសញ្ញាចុចដូចសញ្ញាខាន់អង់គ្លេសអញ្ចឹងណាសញ្ញាហ្នឹងឲ្យឈ្មោះថាសំឡេងទី5ឬសំឡេងកំបុតជាទូទៅអ្នកនរគ្នាមិនសូវដឹងទេថាសំឡេងហ្នឹងជាសំឡេងទី5ព្រោះវាអត់មាននិមិត្តសញ្ញាទេពេលយើងប្រើប្រាស់គឺអត់មានដាក់អីសញ្ញាអីទាំងអស់នេះឃើញអត់ត្បិតតែនិមិត្តសញ្ញារបស់វាចុចប៉ុន្តែពេលប្រើប្រាស់អត់មានដាក់សញ្ញាចុចអីពីលើទេគឺអញ្ចឹងចេះណាសំឡេងហ្នឹងសំឡេងទី5ឬសំឡេងកំបុតណាសំឡេងមួយហ្នឹងយើងពេលយើងនិយាយទៅយើងវាមានសំឡេងមួយហ្នឹងមួយទៀតណាតែជាទូទៅអ្នកនរគ្នាឬក៏គ្រូជាទូទៅគឺបរៀនតែ4ទេនៅក្នុងនេះខ្ញុំបរៀនឲ្យអ្នកនរគ្នាអត់លាក់លៀមទេខ្ញុំដាក់ឲ្យទាំងអស់ណាក្នុងមួយមេរៀនទាំងអស់នេះគឺខ្ញុំអត់មានលាក់លៀមអីអ្នកទាំងអស់គ្នាទេ
ហើយនៅពេលដែលរៀនចប់មេរៀននេះខ្ញុំនឹងតម្លាក់នេះស្លឹកមកស្លឹកនឹងឲ្យអ្នកទាំងគ្នារៀនខ្លួនឯងទៀតណាជារូបភាពណាអូខេអញ្ចឹងការអានសំឡេងកបត់គឺយើងអានកបត់ឧទាហរណ៍អ្នកទាំងគ្នាធ្លាប់ឮសំឡេងកូនក្មេងហៅប៉ាម៉ែទៅពេលដែលវាចេះតែហៅកូនងាយតែចេះហៅប៉ាម៉ាប៉ាម៉ាម៉ាមួយណាសំឡេងកបត់ប៉ាម៉ាប៉ាម៉ាម៉ាឃើញទេអញ្ចឹងប៉ានិងម៉ាហ្នឹងគឺសំឡេងកបត់អញ្ចឹងអាហ្នឹងយើងអានថាប៉ាម៉ាអូខេអានកបត់យើងអានថាប៉ាម៉ាអូខេអញ្ចឹងខ្ញុំអានសំឡេងម្ដងទៀតណាសំឡេងទី1បង្អោស្មាប៉ាម៉ាសំឡេងទី2អានបង្អោឡើងលើប៉ាម៉ាសំឡេងទី3អានចុះឲ្យឡើងវិញប៉ាម៉ាសំឡេងទី4តម្លាក់ចុះប៉ាម៉ាសំឡេងទី5កំបត់ណាសំឡេងកំបត់អត់មានសញ្ញាអីទាំងអស់គឺប៉ាម៉ាបានអញ្ចឹងចំពោះការដាក់សំឡេងណាយើងចូលបញ្ចប់ហើយចំពោះការដាក់សំឡេងដាក់សញ្ញាសំឡេងនេះសញ្ញាសំឡេងនេះគេដាក់តាមលំដាប់លេខរៀងស្រៈទាំង5នៅក្នុងភាសាអង់គ្លេសគឺយើងមាន A E I O U យើងដាក់បែបហ្នឹងណាលើកលែងតែស្រៈ U ស្រៈ U ហើយនិងស្រៈ Yong ស្រៈពីរនេះគេដាក់តាមលំដាប់ទេអញ្ចឹងយើងមើលឧទាហរណ៍បានយល់ណាឧទាហរណ៍នេះចានេះយើងអានថាចាជាយ៉ាចា G E A យ៉ាជាយ៉ាចានេះអ្នកនរគ្នាមើលសំឡេងគេដាក់សំឡេងលើអក្សរ A មែនអត់ដោយសារតែ A វាលំដាប់នៅមុខ I អញ្ចឹងណាអញ្ចឹងហើយបានគេដាក់សំឡេងលើអក្សរ I មិនលើអក្សរ A មិនមែនលើអក្សរ I ទេឧទាហរណ៍ឈឿនអានេះយើងអានថាឈៀនកុំច្រឡំថាស្រៈហ្នឹងមកពីណាស្រៈហ្នឹងគេលុបចេញនេះការណៃនេះចាំបាច់នេះការណៃនេះឃើញទេបូកជាមួយស្រៈ E ម៉ាត់មូលហើយស្រៈ E ម៉ាត់មូលមិនមានស្រៈ E U មួយណាស្រៈ E ម៉ាត់មូលនេះមាន4តួណាមាន U Y Yuan Win ណា4តួហ្នឹងអញ្ចឹងការណាប្រើប្រាស់ជាមួយនឹងជួយជាអ្នក G C C E នេះគឺលុបចេញទាំងអស់នេះឃើញទេនេះដូចថាឈៀនេះយើងលុបយើងដាក់សលេងទៅលើអក្សរ E ឃើញអត់បាទតែករណីលើកលែងយើងមើលករណីលើកលែងដូចជាយ៉ងស៊ីយ៉ងស្យងយ៉ងស៊ីយ៉ងស្យងនេះយើងមើលសញ្ញាសំឡេងរបស់វាដាក់នៅលើអក្សរ O មិនមែននៅលើ I ទេអានេះយើងចំណាំខ្លួនឯងជាវសំឡេងទី1ឃើញទេសំឡេងរបស់វាដាក់លើអក្សរ U មិនមែនលើអក្សរ I ទេអញ្ចឹងមានតែលើកលែងទៅស្រៈពីរហ្នឹងទេដែលសំឡេងដាក់តាមលំដាប់មួយទៀតអានេះដាក់តាមលំដាប់ដែរនេះយើងអានថាសៃឈឺអីសៃឃើញអត់អញ្ចឹងសំឡេងលើអក្សរ E មិនមែនលើអក្សរ I ទេអញ្ចឹងនៅក្នុងមេរៀននេះខ្ញុំបរៀនអ្នកនរគ្នាតែប៉ុណ្្នឹងចុះហើយបើសិនបើមានចម្ងល់អ្នកនរគ្នាអាច comment សួរនៅខាងក្រោមឬឆាតសួរខ្ញុំផ្ទាល់ក៏បានដែរហើយសិស្សតាជាចាយជៀន